បាក់បោសុកសុកឆាប់ឆេះរថយន្តក្រឡុកស៊ីម៉ង់នៅមហាវិថីឈ្នះឈ្នះរងការខូចខាតទាំងស្រុងរថយន្តក្រឡុកស៊ីម៉ង់មួយគ្រឿងត្រូវបានអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅបណ្ដាលឲ្យរងការខូចខាតទាំងស្រុងខណៈពេលកំពុងបាក់បោនៅតាមដងផ្លូវហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង 2:40 នាទីរសៀលថ្ងៃទី 6 ខែមីនាឆ្នាំ 2025 នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះហៅផ្លូវលីយ៉ុងផាត់នៅក្នុងសង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញរថយន្តក្រឡុកស៊ីម៉ង់ដែលត្រូវភ្លើងឆាបឆេះពាក់ផ្លាកលេខភ្នំពេញ 5A 2038បើកបរដោយបុរសម្នាក់ឈ្មោះសោមវឌ្ឍនៈអាយុ39ឆ្នាំជនជាតិខ្មែរមុខរបរជាអ្នកបើកបររថយន្តបើតាមសាក្សីបានឲ្យដឹងថានៅមុនពេលកើតហេតុខណៈដែលរថយន្តនោះកំពុងបើកបរសុកសុកស្រាប់តែភ្លើងបានឆាបឆេះចេញពីធុងប្រេងយ៉ាងសន្ធោសន្ធៅតែម្ដងភ្លាមអ្នកបើកបរបានចុះចេញពីលើរថយន្តហើយតាក់ទងហៅសមត្ថកិច្ចហៅរថយន្តពលិតអគ្គិភ័យទៅអន្តរាគមន៍បាញ់ទឹកពន្លត់ហើយភ្លើងបានរលត់ទៅវិញនៅម៉ោង 3:00 នាទីរសៀលថ្ងៃដដែលទោះបីជាយ៉ាងណារថយន្តត្រូវភ្លើងឆេះរងការខូចខាតស្ទើរតែទាំងស្រុងនៅសល់តែផ្នែកក្រឡុកស៊ីម៉ង់តែប៉ុណ្ណោះតាក់ទងអគ្គិភ័យនេះបើតាមព័ត៌មានពីនាយកដ្ឋាននគរបាលបង្ការពលិតអគ្គិភ័យនិងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថាបណ្ដាលមកពីឆ្លងប្រព័ន្ធភ្លើងរថយន្តបង្កជាអគ្គិភ័យតែម្ដងការិយាល័យបង្ការពលិតអគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រើប្រាស់រថយន្តពលិតអគ្គិភ័យចំនួន1គ្រឿងប្រើប្រាស់ទឹកអស់ចំនួន1រថយន្តស្មើនឹង4ម៉ែត្រគូបទោះពីជាយ៉ាងណាអគ្គិភ័យនេះពុំបានឆាបបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឡើយ